ក្រោយធ្វើដំណើរជាង20ម៉ោងសម្ដេចមហាបវរធិបតីអញ្ជើញដល់អាមេរិកដោយសុវត្ថិភាពបន្ទាប់ពីចំណាយពេលជាង20ម៉ោងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញដល់សហរដ្ឋអាមេរិកហើយនៅយប់ថ្ងៃទី16ខែកុម្ភៈឆ្នាំ2026នេះម៉ោងនៅកម្ពុជាត្រូវនឹងវេលាព្រឹកម៉ោងនៅអាមេរិកដំណើរអញ្ជើញដល់របស់សម្ដេចមហាបវរធិបតីមានការអញ្ជើញទទួលស្វាគមន៍ពីសំណាក់លោកគុយខួងឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិកនិងលោកកៅឈៀអគ្គរដ្ឋទូតនិងតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិសូមបញ្ជាក់ថាកាលពីយប់ថ្ងៃទី15ខែកុម្ភៈសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចាក់ចេញពីកម្ពុជាទៅចូលរួមកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាពដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី19ខែកុម្ភៈឆ្នាំ2026នៅវិទ្យាស្ថានសន្តិភាពសហរដ្ឋអាមេរិក Donald J. Trump ក្នុងរដ្ឋធានី Washington សហរដ្ឋអាមេរិកកិច្ចប្រជុំនេះគឺជាការចាប់ផ្ដើមជាផ្លូវការនៃអាណត្តិការងាររបស់ក្រុមប្រឹក្សាសន្តិភាពស្របតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលត្រូវបានអនុម័តកាលពីថ្ងៃទី17ខែវិច្ឆិកាឆ្នាំ2025ក្នុងគោលដៅជំរុញសន្តិភាពនិងកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការកសាងឡើងវិញនៅតំបន់ហ្គាហ្សាជាមួយគ្នានេះដែរមេដឹកនាំដែលអញ្ជើញចូលរួមកិច្ចប្រជុំនេះក៏រំពឹងថានឹងពិភាក្សាគ្នាយ៉ាងទូលំទូលាយអំពីសន្តិភាពស្ថិរភាពនិងការអភិវឌ្ឍក្នុងតំបន់និងពិភពលោកក្នុងអំឡុងពេលស្នាក់នៅរដ្ឋធានី Washington សម្ដេចធិបតីនាយករដ្ឋមន្ត្រីនឹងជួបទ្វេភាគីជាមួយអិសរាជជនសហរដ្ឋអាមេរិកនិងមេដឹកនាំនៃប្រទេសឯទៀតមួយចំនួនដើម្បីផ្លាស់ប្តូរយោបល់គ្នាលើការពង្រឹងទំនាក់ទំនងទ្វេភាគីនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនានាសម្ដេចធិបតីនាយករដ្ឋមន្ត្រីក៏មានគម្រោងធ្វើទស្សនកិច្ចការងារទៅកាន់ទ្វីបអឺរ៉ុបរួមទាំងទីក្រុងហ្សឺណែវនិងទីក្រុងប្រូសែលដោយនឹងមានជំនួបជាមួយថ្នាក់ដឹកនាំនិងអ្នកពាក់ព័ន្ធសំខាន់ៗដើម្បីបង្កើនភាពជាដៃគូនិងកិច្ចសហការបន្ថែមទៀត។